ជំងឺផ្ដាសាយបាក់សីបង្កដោយវីរុសឈ្មោះអង្គភ្លុយអង្គសាA ដែលមានសេរ៉ូទីបជា H5 H7 H9 មេរោគដែលបង្កផ្ដាសាយបាក់សីនៅប្រទេសកម្ពុជាយើងគឺពពួក H5N1 ជំងឺផ្ដាសាយបាក់សីមានភ្នាក់ងារបង្កជំងឺគឺសត្វស្លាបមានមាន់ទាឡាក់តាមអត្ថបទរបស់អង្គការសុខភាពពិភពលោកដែលលើកយកការសិក្សាមួយនៅក្នុងប្រទេសថៃបង្ហាញថាអត្រាមរណភាពនៃជំងឺផ្ដាសាយបាក់សីនៅលើកុមារមានរហូតដល់ 89% មានន័យថាក្នុងចំណោមកុមារដែលមានជំងឺផ្ដាសាយបាក់សី100នាក់89នាក់ហើយដែលទទួលរងនៅការបាត់បង់ជីវិតរោគសញ្ញារបស់ជំងឺផ្ដាសាយបាក់សីមានប្រហាក់ប្រហែលនឹងជំងឺផ្ដាសាយប្រចាំរដូវផងដែរក្នុងករណីជំងឺស្រាលវាមានជាសញ្ញាក្តៅខ្លួនហៀសម្បោរឈឺកក្អកកណ្ដាស់ឈឺសាច់ដុំអស់កម្លាំងឈឺភ្នែកក្អួតចង្អោរឬក៏រាគរូសក្នុងករណីធ្ងន់ធ្ងរអាចបង្កឲ្យអ្នកជំងឺពិបាកដកដង្ហើមហត់ប៉ះពាល់ស្មារតីឬក៏អាចប្រកាច់វិធីការពារពីការឆ្លងជំងឺផ្ដាសាយបាក់សីវិធីទី1ត្រូវជៀសវាងកុំប៉ះពាល់បាក់សីឬសត្វស្លាបដូចជាមាន់ទាដែលឈឺវិធានទី2ត្រូវអនុវត្តវិធានអនាម័យឲ្យបានខ្ជាប់ខ្ជួនត្រូវលាងដៃនឹងទឹកនិងសាប៊ូឬក៏អាល់កុលក្រោយពេលប៉ះពាល់វត្ថុឬក៏សត្វស្លាបដែលសង្ស័យមានផ្ទុកមេរោគផ្ដាសាយបាក់សីវិធានទី3ត្រូវបរិភោគអាហារដែលមានសុវត្ថិភាពមានន័យថាអាហារដែលបានរៀបចំប្រកបដោយអនាម័យចម្អិនបានឆ្អិនល្អរក្សាទុកមានសុវត្ថិភាពការព្យាបាលជំងឺផ្ដាសាយបាក់សីយើងអាចផ្ដល់ថ្នាំប្រឆាំងនឹងវីរុសដូចជាតាមីហ្វ្លូការផ្ដល់ថ្នាំប្រឆាំងវីរុសត្រូវធ្វើរវាង48ម៉ោងក្រោយពីមានរោគសញ្ញាថាជាផ្ដាសាយបាក់សីក្នុងគោលបំណងកាត់បន្ថយរោគសញ្ញាកាត់បន្ថយផលវិបាករបស់ជំងឺកាត់បន្ថយរយៈពេលអូសបន្លាយនៃជំងឺមានន័យថាធ្វើឲ្យជំងឺឆាប់ជាសះស្បើយ